ហើយអើយកាត់សក់ហើយអើយមើលទៅស្អាតបាទថ្ងៃនេះជូនកូនមកកាត់សក់បាទសក់គាត់ឡើងកត្រីកត្រឹងពុកម៉ែបងប្អូនឲ្យជាងសេរីបាទជ្រូតកាត់ធ្វើម៉េចឲ្យស្អាតសមនឹងមុខមាត់ហើយនឹងសក់នឹងផងដែរឥឡូវនេះជាងកំពុងតែសេរីបានមកជាហៀងឯពុកម៉ែបងប្អូនគាត់កំពុងតែឈូសបាទមើលលិចមើលកើតជើងត្បូងមុខក្រោយអញ្ចឹងទៅសេរីធ្វើម៉េចឲ្យសមនឹងសក់សមនឹងមុខបាទធ្វើម៉េចទូសក់មិនក៏ដោយឲ្យតែយើងកាត់ឲ្យសមនឹងតម្រង់មុខឬក៏មុខមាត់ទៅមើលទៅវាសមមួយយ៉ាងអញ្ចឹងពុកម៉ែបងប្អូនអ្នកជាងគាត់ពូកែច្នៃប្រឌិតឯងគាត់ធ្វើម៉េចឲ្យសក់នឹងវាសមមើលទៅតម្រង់របស់យើងកាត់ទៅវាស្អាតអញ្ចឹងជាងគាត់ចេះច្នៃប្រឌិតបើចេះតែកាត់មិនចេះច្នៃប្រឌិតនោះទេបាទគឺมันអាចវិវត្តទៅមុខទេជាងមួយគាត់ពូកែណារកកំណត់ថ្មីរកអ្វីដែលច្នៃប្រឌិតធ្វើម៉េចឲ្យស្អាតនិងសមនឹងតម្រង់មុខកាត់ទៅវាជឿជាក់ភ្ញៀវនឹងថ្ងៃក្រោយគាត់នឹងមកកាត់បន្តទៀតជាងខ្លះកាត់តែលុំឲ្យតែយកលុយនោះបាទថ្ងៃក្រោយកាត់តែម្ដងគេលែងមកទៀតហើយជាងនេះខ្ញុំសរសើរបាទគួរសមស្អាតមួយយ៉ាងបាទបងប្អូនមើលទៅបើសិនជាទឹកដៃល្អប៉ុណ្ណាជួយខមមិននៅក្រោមវីដេអូនេះផងបាទសូមអរគុណ